បាត់នំគ្រីបទៅណាបាត់ហើយ សួស្តីបងប្អូនហូបប្រហិតបន្លែមកខ្ញុំបងប្អូនបាទព្រះអង្គបាទនិមន្តចិនបាទពីវត្តកណែនបាទដើម្បីមកខែឆ្នាំបងប្អូនហូបប្រហិតបន្លែមកខ្ញុំចាប់ដៃតើ បាទគុំគុំមិនត្រូវបាទវាចាំ ពោតបងប្អូន បាទយើងបាទអូស្រីថាទីបាទទៅទៅ បងប្អូនមកហូបប្រហិតបន្លែអាំងពីរួយបងប្អូន បានណានំគ្រីបទៅណាបាត់ហើយ វត្តកណែនយើងបាទទៅទៅ នំគ្រីបទៅណាបាត់ហើយ តាមមើលដើរទៅបង សំបី ស្រាប់បងប្អូន សមោនីបាទពីកាពុណាក៏សម្រាប់បាទ សិតមកចូលបងប្អូន មកណៃទៅណាណែ បាទ ដើម្បីលើខាងទៅពីគូនេះបាទដោយថាបាទជាខ្លាពីប្រកងបាទគណៈកម្មការក៏បានរៀបចំបាទកម្មវិធី ពោតបារាំងបងប្អូន ហើយក៏ជាប់នឹង ពោតបារាំង បាទតាមសម្រាប់ដូចជាដល់ទៅជិះរូបបាទសម្រាប់ការយើងមកមកហើយខ្ញុំមកទៅរៀបlạiទៅទៅជិះដល់បាទនេះយើងតាមទៅតាមទៅបាទសម្រាប់ យកហើយហើយដាច់ណាស់ យ៉ាគេដេញទេពីថ្ងៃនោះ បាទអត់ទេបាទយើងជិះដល់ដល់ដល់នោះបាទនៅតាមទីរៀនបាទហើយនេះគឺបាទជាសំខាន់បាទជាសំខាន់បាទបាទទៅត្រូវទៅត្រង់បាទ ប្រាស់3ដែរ ជាប់ ប្រាស់3ស បាទយើងនៅទីនេះបាទ ចាត់ញ៉ាំដល់ បាទជាជាប់មកទៅទៅគឺខ្ញុំខ្ញុំបាទយើងនៅតាមបាទជាបច្ច័យដើម្បីយើង បងប្អូនត្រូវការប្រហិតបន្លែនៅសំណង់ចាស់សំណង់ពីគួយចាស់ខាងកើតនៅខាងបងផ្លូវបងប្អូនស្មាន ហើយ ហើយសំរុំ ចិត្តតាមគ្រូដល់ហើយជាបច្ច័យ